Hello everyone សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយវីដេអូទី3របស់ខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយដែលតាក់ទងទៅនឹងវីដេអូទី2ម្សិលមិញរបស់ខ្ញុំដែលនិយាយអំពីចំនួនជនមានពិការភាពនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាដឹងអំពីពាក្យថាពិការភាពប៉ុន្តែខ្ញុំគិតថាការឲ្យនិយមន័យរបស់បងប្អូនមានភាពផ្សេងគ្នាវាមិនឆ្ងាយអំពីអត្ថន័យនៃពាក្យពិការភាពនោះទេនៅថ្ងៃនេះក៏ខ្ញុំចង់លើកយកនិយមន័យរួមដែលរបស់អង្គការសហប្រជាជាតិបើយោងទៅតាមអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពCRPD របស់អង្គការសហប្រជាជាតិបានឲ្យនិយមន័យពិការភាពថាគឺជាបុគ្គលទាំងឡាយណាដែលមានភាពកំសោយរយៈពេលយូរលើកាយសម្បទាបញ្ញាស្មារតីសតិបញ្ញាញៀនដឹងនិងពិការភាពផ្សេងទៀតដែលធ្វើឲ្យពួកគាត់ជួបប្រទះនឹងឧបសគ្គផ្សេងក្នុងការចូលរួមនៅក្នុងសង្គមនិងទទួលបានសិទ្ធិស្មើគ្នាជាមួយនឹងបុគ្គលដែលមិនមានពិការភាពតើបងប្អូនដឹងថាប្រភេទពិការភាពនៅប្រទេសកម្ពុជាយើងមានចំនួនប្រមាណដែរទេបើតាមការចូលរួមក៏ដូចជាបទពិសោធន៍របស់ខ្ញុំមានបងប្អូនមួយចំនួនអាចឆ្លើយមាន2មាន3មាន4មាន5ទៅតាមអ្វីការយល់ដឹងរបស់បងប្អូននៅថ្ងៃនេះខ្ញុំចង់បញ្ជាក់ផងដែរថាសម្រាប់នៅក្នុងប្រទេសកម្ពុជាយើងប្រភេទពិការភាពមានចំនួន5ដែលក្នុងនោះមានទី1ពិការភាពផ្នែកកាយសម្បទាទី2ពិការភាពផ្នែកញៀនដឹងទី3ពិការភាពផ្នែកសតិបញ្ញាទី4ពិការភាពផ្លូវចិត្តនិងទី5ពិការភាពផ្សេងនៅក្នុងនេះខ្ញុំក៏ចង់បកស្រាយអំពីប្រភេទពិការមួយផងដែរដែលពិការទី1នោះគឺពិការកាយសម្បទាពិការកាយសម្បទាសំដៅទៅលើបុគ្គលទាំងឡាយណាដែលពិបាកក្នុងការធ្វើចលនានៅអវយវៈលើឬក្រោមឬរាងកាយទាំងមូលហើយចំពោះពិការភាពញៀនដឹងគឺសំដៅបុគ្គលទាំងឡាយណាដែលមានភាពពិបាកក្នុងការស្ដាប់ក្នុងការមើលនិងក្នុងការទំនាក់ទំនងជាមួយនឹងបុគ្គលដទៃទៀតចំពោះពិការភាពផ្នែកសតិបញ្ញាវិញគឺចង់សម្ដែងបុគ្គលណាដែលមានថាជំងឺ Down syndrome ជំងឺ autism ចលករខួរក្បាលចំពោះពិការភាពផ្នែកផ្លូវចិត្តវិញគឺសំដៅទៅដល់បុគ្គលទាំងឡាយណាដែលពួកគាត់ពិបាកក្នុងការចងចាំនៅរឿងរ៉ាវផ្សេងឬក៏មានបញ្ហាផ្លូវចិត្តដែលជារ៉ាំរ៉ៃរយៈពេលយូរជាចុងក្រោយគឺពិការភាពផ្សេងពិការភាពផ្សេងនេះគឺសំដៅទៅដល់បុគ្គលទាំងឡាយណាដែលគាត់ថាគាត់មានជំងឺរ៉ាំរ៉ៃរមួលកិច្ចរយៈពេលយូរនិងមានកថាពុះទាបឬក៏មានបញ្ហាមាត់បញ្ហាភ្នែកអ្វីជាដើមអរគុណអ្នកទាំងអស់គ្នាដែលបានមកទស្សនាវីដេអូរបស់ខ្ញុំបើសិនជាមានចំណុចខុសឆ្គងកន្លែងណាដែលមិនត្រឹមត្រូវឬក៏មិនសមរម្យអាច comment នៅក្រោមវីដេអូខ្ញុំនឹងព្យាយាមស្វែងយល់បន្ថែមនិងកែតម្រូវដើម្បីចែករំលែកទៅកាន់បងប្អូនទាំងគ្នាបាយ